សូមជូនរឿងព្រះរាជបុត្រកង្កាបយូរលង់ណាស់មកហើយជាសម័យនៃសេចក្តីប្រាថ្នាคล้ายជាការពិតមានព្រះរាជានិងព្រះរាជបុត្រីដ៏សែនស្រស់ស្អាតក្នុងដែននៃអាណាចក្រមួយនាងពិតជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ដល់ថ្នាក់ឲ្យតែរបស់អ្វីដែលនាងចង់បានព្រះបិតាក៏ព្រមឲ្យទៅនាងដែរព្រះបិតាបុត្រធុញទ្រាន់នឹងរបស់លេងចាស់ខាងណាបើចង់បានរបស់លេងថ្មីខ្លះអូបុត្រសម្លាញ់ក៏បុត្រជាបុត្រីដែលគួរឲ្យស្រឡាញ់នេះអីបិតានឹងឲ្យកាដូពិសេសដែលព្រះអាយក៏បានឲ្យមកបិតាទៅបុត្រណាព្រះរាជាបានយាងទៅយកវត្ថុមានតម្លៃហើយបានយកកូនបាល់មាសចេញមកវ៉ាវយកបាល់នេះទៅវានឹងបញ្ចេញពន្លឺដ៏ស្រស់ស្អាតនៅពេលងងឹតហើយវាជារបស់ដែលមានតម្លៃមហាសាលកុំធ្វើឲ្យបាត់ណាសូមអរគុណព្រះបិតាជាមនុស្សល្អជាងគេបំផុតក្នុងលោកលើយព្រះបុត្រីបានចេញទៅលេងក្នុងសួនហើយនាងបានរត់បោះលេងក្នុងពេលនោះដែរមានកង្កែបដល់អាក្រក់មួយបានចេញមកហេទៅឲ្យឆ្ងាយទៅអាកង្កែបស្មោកក្រោកយើងបានឃើញអ្នកចេញពីកុំឈើហើយយើងបានចាប់ចិត្តលើនាងហើយតើយើងខ្លាចជាមិត្តនឹងគ្នាល្អទេឲ្យយើងខ្លាចជាមិត្តឯងបានយ៉ាងណាយើងលេងជាមួយកង្កែបដូចជាឯងឬយើងលេងមិនបានទេយើងជាស្រីស្អាតបំផុតក្នុងលោកនឹងមកលេងជាមួយកង្កែបស្មោកក្រោកដូចជាឯងយ៉ាងណាបានយើងនេះលោតបានកហែលទឹកនឹងរើបាល់បានឲ្យអ្នកក៏បានដែរវាពិតជាស័ក្តិសមនឹងលេងជាមួយអ្នកខ្លាំងណាស់អ្នកសាកគិតមើលទៅបើទោះជាលេងម្នាក់ឯងក៏មិនលេងជាមួយកង្កែបស្មោកក្រោកដូចជាឯងដែររាជបុត្រីដោយពើមរអើមក៏បានត្រឡប់ទៅវាំងដើម្បីរកបាយកលកំចាត់កង្កែបចោលថ្ងៃបន្ទាប់នាងទៅលេងបាល់ម្ដងទៀតនាងបានរកកន្លែងស្ងាត់ក្រោមដើមឈើក្បែរអណ្ដូងទឹកកន្លែងនេះស្ងាត់ស្ងៀមល្អណាស់កង្កែបនោះប្រហែលជារកយើងមិនឃើញទេនាងបានចាប់ផ្ដើមលេងកូនបាល់របស់នាងដោយបោះទៅបោះមកពេលនោះដែរនាងបានបោះទៅចាំងពន្លឺព្រះអាទិត្យនិងពន្លឺមាសនៃបាល់នោះក៏បានលោតហើយរមៀលធ្លាក់ចូលទៅក្នុងអណ្ដូងនោះទៅអូទេកូនបាល់មាសរបស់ខ្ញុំពធពិតជាជ្រៅខ្លាំងណាស់ខ្ញុំមើលមិនឃើញថាវានៅទីណាទេនាងក៏បានស្រែកយំយ៉ាងខ្លាំងខណៈនោះដែរនាងក៏បានឮសំឡេងនរណានិយាយពីអីហេតុអ្វីបានជាស្រែកយំអញ្ចឹងម្ចាស់ស្ត្រីទឹកភ្នែករបស់នាងអាចធ្វើឲ្យនរណាម្នាក់ឈឺចាប់បានណានាងក្រឡេកមើលថាតើសំឡេងចេញមកពីណាអាកង្កែបអាក្រក់នេះយើងយំព្រោះថាកូនបាល់មាសរបស់យើងធ្លាក់ចូលទៅក្នុងទឹកមិនអីទេយើងអាចជួយអ្នកបានតែបើយើងយកបាល់ឲ្យនាងបានតើនាងឲ្យរបស់អ្វីជាការដោះដូរបានទេឲ្យតែឯងត្រូវការសម្លៀកបំពាក់គួយត្បូងកត់ទាំងអស់ហើយសំបីតែមកកត់សម្លៀកបំពាក់របស់យើងក៏អាចបានដែរគួយពេកឬមកកត់ឬរបស់នឹងខ្ញុំមិនត្រូវការទេតើអ្នកព្រមធ្វើជាមិត្តខ្ញុំទេឲ្យខ្ញុំបានរស់នៅជាមួយហូបជាមួយគ្នាដេកក្រែជាមួយគ្នាប្រសិនបើអ្នកព្រមសិនតាមសន្យានោះយើងនឹងចុះទៅយកបាល់មកឲ្យអ្នកភ្លាមបុត្រីក៏ខ្វល់បន្ទាប់ពីបានឮកង្កែបនាងយល់រំតាមសំណើកង្កែបបានយើងសន្យាតែឯងចុះទៅយកបាល់មកសិនមកនៅពេលដែលកង្កែបបានឮសន្យាបែបនោះក៏ប្រញាប់លោតចូលទៅក្នុងអណ្ដូងនោះត្រឹមពេជ្រនោះក៏ផុសចេញពីទឹកដោយចាប់បាល់ជាប់ក្នុងដៃបន្ទាប់មកវាក៏បានបោះទៅលើស្មៅម្ចាស់ស្ត្រីសប្បាយចិត្តពេលដែលឃើញបាល់របស់នាងម្ដងទៀតនាងចាប់វាថ្នមហើយរត់គេចទៅឈប់សិននាំយើងទៅផងយើងរត់មិនបានលឿនដូចជាអ្នកទេតែនាងនៅតែមិនឈប់ថ្ងៃបន្ទាប់ពេលម្ចាស់ស្ត្រីគង់សោយគិយាជាមួយព្រះរាជាក៏មានសម្លេងពីម្ចាស់ស្ត្រីឲ្យខ្ញុំចូលទៅផងម្ចាស់ស្ត្រីក្រោកឡើងហើយក៏ទៅមើលថានរណាពោះវាពេលដែលបានឃើញកង្កែបអង្គុយនៅខាងក្រៅអាកង្កែបស្មុកក្រោកឯងមិនក៏ហ៊ានខ្លាំងម្ល៉េះមកគោះទ្វារយើងនឹងនាងបានបិទទ្វារយ៉ាងប្រញាប់ហើយត្រឡប់ទៅគង់ដោយមិនសប្បាយចិត្តព្រះរាជាឃើញបុត្រីមានអារម្មណ៍ភ័យខ្លាំងបុត្រីតើបុត្រភ័យខ្លាចអ្វីដូចមានយក្សកាចសាហាវឈរនៅពីមុខអញ្ចឹងមិនមានទេព្រះបិតាគឺអាកង្កែបកំរក់នឹងណាចុះកង្កែបនោះវាត្រូវការអ្វីឬគឺបែបនេះព្រះបិតាពេលដែលខ្ញុំអង្គុយលេងនៅក្បែរអណ្ដូងពីម្សិលមិញកូនបាល់មាសក៏ធ្លាក់ចូលទៅក្នុងអណ្ដូងពេលនោះសត្វកង្កែបក៏មកដល់ជួយយកឲ្យខ្ញុំហើយបានស្នើសុំថានឹងខ្លាចជាមិត្តខ្ញុំក៏ព្រមជាមួយវាទៅមិនគិតថាវានឹងឡើងបានមកវិញទេហើយពេលនេះវានៅខាងមុខវាហើយចង់ចូលមកខាងក្នុង
ក្នុងនេះទៀតបុត្រីរបស់ព្រះរាជាសូមបើកទ្វារឲ្យយើងផងអ្នកបានសន្យាជាមួយយើងរួចហើយបើសិនជាបុត្របានសន្យានឹងនរណាហើយនោះបុត្រត្រូវតែរក្សាពាក្យសម្ដីម្ចាស់ស្ត្រីបានទៅបើកថយកង្កែបនោះក៏បានលោតចូលមកតាមក្រោយនាងមកដល់កៅអីសូមអរព្រះគុណម្ចាស់ស្ត្រីសូមជួយលើកខ្ញុំអង្គុយក្បែរអ្នកផងម្ចាស់ស្ត្រីមើលទៅកង្កែបទាំងកំហឹងតែនាងឃើញព្រះភ័ក្ត្ររបស់ព្រះបិតារបស់នាងក៏បានលើកកង្កែបនោះឡើងអោយើងនឹងបានសោយព្រះកាយាជាមួយគ្នាហើយម្ចាស់ស្ត្រីសោយព្រះកាយាទាំងមួម៉ៅតែកង្កែបហូបអាហារយ៉ាងឆ្ងាញ់ពិសាណាស់សូមបន្ថែមស៊ុបឲ្យយើងទៀតមកវាឆ្ងាញ់ណាស់យើងមិនដែលហូបរបស់អ្វីឆ្ងាញ់អញ្ចឹងយូរហើយសត្វកង្កែបហូបស៊ុបដល់អស់តែម្ចាស់ស្ត្រីស្ទើរតែសោយមិនចូលសោះសូមអរព្រះគុណម្ចាស់ស្រីយើងឆ្អែតហើយយើងហត់នឿយណាស់ជួយនាំយើងទៅបន្ទប់គេងរបស់នាងហើយយើងនឹងបានគេងជាមួយគ្នាបានហើយឯងឆាប់ចាកចេញទៅអាកង្កែបកំរក់បុត្រីពាក្យសម្ដីទាំងនេះវាមិនស័ក្តិសមពាក្យត្រកូលខ្សាត់ឡើយបុត្របានសន្យាទៅហើយបុត្រក៏ត្រូវតែរក្សាសម្ដីបើលេបសម្ដីគឺច្បាស់មិនបានទេនេះគឺទំនៀមទម្លាប់នាងចាប់កង្កែបដោយម្រាមដៃហើយនាំវាទៅជន់ខាងជ្រុងបន្ទប់ឯងនៅទីនេះហើយមួយយប់នេះបើមិនអញ្ចឹងទេយើងនឹងនាំឯងទៅចោលក្នុងព្រៃយើងពិតជានឿយណាស់យើងចង់ទុំឲ្យបានសបាយដូចជានាងខ្លះឲ្យយើងផ្ទុំទៅណាបើមិនអញ្ចឹងយើងនឹងទូលព្រះរាជាមិនខានអង្កែបនាងចាប់កង្កែបហើយក៏រវែងយ៉ាងខ្លាំងទៅនឹងជញ្ជាំងកង្កែបបានធ្លាក់មកស្លាប់មួយរំពេចនោះភ្ញាក់ឡើងអាកង្កែបល្ងងក៏មកសំដែងណាម្ចាស់ស្ត្រីទៀបដោយចង្អុលដៃប៉ុន្តែវាបានដេកនៅស្ងៀមគេពិតជាស្លាប់មែនឬព្រះជាម្ចាស់តើខ្ញុំកំពុងទៅធ្វើអីហ្នឹងក្រោកឡើងអាកង្កែបខ្ញុំសុំទោសដែលខ្ញុំធ្វើអាកប្បកិរិយាមិនល្អនាងបានចាប់កង្កែបនោះឡើងហើយយំនាងបានថើបសាត់កង្កែបហើយកង្កែបក៏បើកភ្នែកឡើងបានលោតចុះក្នុងពេលនោះក៏คล้ายរូបព្រះរាជាបុត្រាមួយអង្គមានរូបឆោមស្រស់តើលោកជានរណាចុះសត្វកង្កែបនោះបើណាហើយកុំបារម្ភអីណាយើងនេះឯងជាកង្កែបមួយនោះហើយយើងគឺជាព្រះរាជាបុត្រយើងនឹងរៀបរាប់ឲ្យអ្នកស្ដាប់ថាយើងជាមនុស្សយើងឆ្លាតហើយនឹងពូកែខ្លាំងណាស់យើងធ្លាប់បានចេញទៅបរបាញ់សត្វក្នុងព្រៃសម្រាប់សត្វសន្ធឹកសន្ធាប់ពេលនោះដែរមានទេពអប្សរព្រៃបានមករេរាំងយើងអ្នកមនុស្សអាក្រក់ពួកសត្វនេះមិនមែនជារបស់កំសាន្តរបស់អ្នកទេវាជារបស់មានជីវិតដូចអ្នកដែរព្រះបានបង្កើតធម្មជាតិមកដ៏ស្រស់ស្អាតតែឯងបែកមកបំផ្លាញតើសត្វពួកនេះបានទៅធ្វើអីឯងឬឯងមានសិទ្ធិអីមកនិយាយជាមួយយើងបែបនេះហ่าឯងដឹងទេថាយើងជានរណាយើងគឺបុត្រានៃអាណាចក្រនេះហើយព្រៃភ្នំដើមឈើសត្វគ្រប់ប្រភេទគឺជារបស់យើងទាំងអស់មនុស្សដ៏ល្ងងធម្មជាតិរបស់ព្រះជាអ្នកបង្កើតចក្រវាឡគឺព្រះអង្គគឺមិនមែនឯងមកសម្លាប់បាននោះទេបានតែតាមតែចិត្តរបស់ឯងនោះទេបានហើយចេញទៅឲ្យឆ្ងាយទៅភ្លាមនោះទេពអប្សរក៏ប្រែកលាខ្លួនជាមនុស្សធំព្រះរាជាបុត្រភ័យខ្លាចនៅពេលដែលបានឃើញយើងសូមដាក់បណ្ដាសាឯងឲ្យខ្លាយទៅជាកង្កែបតូចហើយសូមឲ្យពស់ដ៏តូចក៏អាចចាប់ឯងស៊ីបានដូចជាចំណីដូចដែលឯងបរបាញ់ដើម្បីសប្បាយអញ្ចឹងរំពេចនោះព្រះរាជាបុត្រក៏បានខ្លាយទៅជាកង្កែបតូចហាណែតើឯងកំពុងតែធ្វើអីហ្នឹងយើងសូមទៅណាសូមលើកលែងទោសឲ្យយើងផងយើងសូមសន្យាមិនបំផ្លាញព្រៃឈើជីវិតសត្វទៀតហើយយើងសូមសន្យាអភ័យទោសឲ្យយើងផងណាយើងគិតថាឯងដឹងខ្លួនខុសហើយតែយើងក៏នៅដាក់ទោសឯងបើអាចដកបណ្ដាសានេះបានសូមមេត្តាជួយខ្ញុំផងខ្ញុំនឹងពិសោធន៍ឲ្យអ្នកឃើញឯងត្រូវតែរកព្រះរាជាបុត្រីដែលមិនគោរពស្រឡាញ់សត្វដែលមានជីវិតហើយធ្វើឲ្យនាងមានទឹកចិត្តល្អមកលើកឯងឲ្យបានបើឯងអាចបដូរនិស្ស័យបាននោះឯងនឹងក្លាយមកជាមនុស្សធម្មតាវិញម្ចាស់ស្ត្រីមានអារម្មណ៍ខ្មាស់អៀនដែលធ្វើអកប្បកិរិយាមិនល្អក៏មានកង្វល់អីម្ចាស់ស្ត្រីដ៏ស្រស់សន្យាបានទេថាមិនធ្វើអាក្រក់ទៅលើនរណាទៀតហើយចូលធ្វើល្អចំពោះអ្នករាល់គ្នាណាបានខ្ញុំសន្យាឥឡូវអ្នកបានក្លាយជាមនុស្សល្អហើយអញ្ចឹងតើខ្ញុំសូមអ្វីមួយបានទេប្រកាសជាបានណាប្រកាសណានិយាយមក
លោកម្ចាស់ស្ត្រីគឺជាមនុស្សស្រស់ស្អាតបំផុតដែលខ្ញុំមិនដែលធ្លាប់ឃើញពីមុនមកទេតើព្រមរៀបការជាមួយខ្ញុំទេម្ចាស់ស្ត្រីឆ្លើយយល់ព្រមដោយមិនចាំយូរព្រោះឃើញបុត្រាដ៏សង្ហាព្រះបិតាក៏អនុញ្ញាតឲ្យពួកគេរៀបអាពាហ៍ពិពាហ៍ជារៀងរាល់ថ្ងៃអ្នកទាំងពីរតែងតែទៅឲ្យចំណីសត្វនៅក្នុងព្រៃហើយនឹងគយគន់ធម្មជាតិទេពអប្សរឃើញអ្នកទាំងពីរធ្វើនៅសេចក្តីល្អក៏មានក្តីសុខពួកកែណាស់កូនអ្នកបានពិសោធន៍ខ្លួនឯងហើយសេចក្តីល្អបែបនេះនៅក្នុងខ្លួនមនុស្សរាល់គ្នាមានតែអ្នកខ្លួនឯងតែប៉ុណ្ណោះជាអ្នកសាងមកបានដែលស័ក្តិសមខ្លាចជាសាសនិករបស់ព្រះអង្គនឹងនៅក្បែរនៅថែរក្សាអ្នកជានិច្ចបន្ទាប់ពីនោះអ្នកទាំងពីរបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខតរហូតទៅ